នៅតំបន់ជុំវិញកន្លែងខ្ញុំរស់នៅសម្បូរទៅដោយបឹងធ្វើឲ្យមានផ្លោកច្រើនពេលហ្នឹងក៏ខ្ញុំយកកំផ្លោកចំនួនចម្បាំងជំរាបសួរខ្ញុំបានឈ្មោះឃ្លាំង Carry ជានិស្សិតនៃមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មក្នុងការដាំដុះផ្សិតចំបើងមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មមានបច្ចេកទេសដាំដុះច្រើនអញ្ចឹងខ្ញុំសូមយកបច្ចេកទេសមួយយកមកបង្ហាញពីបច្ចេកទេសដាំដុះផ្សិតចំបើងដោយប្រើកំប្លោកលាយជាមួយនឹងចំបើងដំបូងយើងត្រាំចំបើងរយៈពេល1ថ្ងៃហើយផ្លោកក៏ត្រាំរយៈពេល1ថ្ងៃដូចគ្នាដែរស្អែកឡើងយើងយកវាមកផ្អាប់រយៈពេល4ថ្ងៃរួចហើយយើងត្រូវការមូលចំបើងហ្នឹងយកទៅដាក់លើធ្ងើហើយបន្ទាប់មកទៀតយើងយកផ្លោកហ្នឹងលាយជាមួយនឹងកន្ទក់ឲ្យបានសព្វរួចយកទៅរោយពីលើបាននោះហើយយើងត្រូវស្រោចទឹកឲ្យជោគដើម្បីឲ្យកន្ទក់ឈាបចូលទៅក្នុងចំបើងនៅជុំវិញរោងយើងត្រូវតែបិទកុំឲ្យមានខ្យល់ចេញចូលរួចស្អែកឡើងយើងត្រូវការដុតចំហុយវាចំណែកឯការចំហុយយើងត្រូវប្រើសីតុណ្ហភាពចន្លោះពី70ទៅ80បើ70ថេយើងប្រើរយៈពេល6ម៉ោងហើយ80ថេយើងប្រើរយៈពេល4ម៉ោងបន្ទាប់មកទៀតស្អែកឡើងយើងត្រូវយកមេទៅដាក់មេវាឲ្យត្រូវតាមដានសរសៃរបស់ផ្សិតដែលដើរហ្នឹងបន្ទាប់មកពេលវាដើរច្រើនយើងបើករោងរួចបាញ់ផ្ដាច់សរសៃបាញ់ត្រូវបាញ់ឲ្យក្រាបកុំឲ្យវាគ្រឿងសតែអញ្ចឹងវានៅតែឡើងរហូតបន្ទាប់មកទៀតយើងត្រូវតាមដានមើលពងត្រីដែលពេលវាឡើងពេលពងត្រីវាឡើងចន្លោះពេលចាប់ពី2ទៅ3ថ្ងៃនឹងបានផលផ្សិត